Bài chụp điện số bóng bóng đó khá nhóm chân đá Sống xóa cứu một kênh YouTube channelរបស់ខ្ញុំថ្ងៃនេះអ្នកទាំងអស់គ្នានឹងរៀនប្រើពាក្យ can ជាមួយខ្ញុំយើងនឹងរៀនពីសំឡេងរបស់វានិងការប្រើប្រាស់ can នៅក្នុងប្រយោគអូខេ can 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 អូខេនេះគឺជាសំឡេងរបស់វាសំឡេងទី1របស់ពាក្យ can អូខេ can can right can can អាចមានសំឡេងមួយទៀតគឺ can 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 អូខេ can តោះពាក្យ can នៅពេលដែលយើងប្រើដើម្បីនិយាយអំពី ability គឺសមត្ថភាព can យើងអាចប្រើថាអាចឬក៏ចេះអាចឬក៏ចេះឧទាហរណ៍ខាងក្រោម I can speak English I can speak English ខ្ញុំចេះនិយាយភាសាអង់គ្លេសខ្ញុំចេះឬក៏ខ្ញុំអាចនិយាយភាសាអង់គ្លេសអង់គ្លេស You can ride a bike You can ride a bike អ្នកចេះជិះកង់អូខេអ្នកអាចជិះកង់អ្នកចេះជិះកង់អូខេ They can drive a car They can drive a car ពួកគេចេះជិះឡានពួកគេចេះបើកឡានអូខេ drive a car បើកឡានមិនមែនជិះឡានទេណាបើកឡាន She can sing She can sing នាងចេះច្រៀង She can sing He can cook He can cook គាត់ចេះធ្វើម្ហូប Alright គាត់ចេះធ្វើម្ហូប Again ពាក្យ can អូខេភាគច្រើននៅពេលដែលយើងនិយាយឬក៏គេនិយាយគឺសំឡេងរបស់វាគឺគេច្រើននិយាយថា can can អូខេ can 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 អូខេនេះសូមមើលពីរបៀបអាននៅក្នុងប្រយោគនឹងទាំងអស់គ្នាប្រយោគទី1 I can speak English I can speak English I can speak English can ទី2 You can ride a bike You can ride a bike You can ride a bike can ទី3 They can drive a car They can drive a car They can drive a car can ទី4 She can sing She can sing She can sing ទី5 He can cook He can cook He can cook Okay Alright នេះគឺជារបៀបអានពាក្យ can right ពាក្យ can right យើងអាចអានថា can ឬក៏ can ហើយភាគច្រើនហ្នឹងគឺយើងរៀបជួសំឡេងរបស់វាគឺ can right can Okayអ្នកទាំងអស់គ្នាខ្ញុំផ្លេចប្រាប់មួយគឺឈ្មោះរបស់វាណាអូខេ can ហ្នឹងប្រភេទយើងហៅថា modal verb អូខេឈ្មោះរបស់វាគឺ modal verb alright modal verb អូខេ can គឺជា modal verb modal verb វាមានច្រើនប៉ុន្តែ can វាគឺជាមួយក្នុងចំណោម modal verb នៅក្នុងភាសាអង់គ្លេសអូខេ can ការប្រើប្រាស់ពាក្យ can អូខេ can បូកជាមួយនឹង verb base form អូខេ can បូកជាមួយនឹង verb base form can ប្រើជាមួយនឹងកិរិយាសព្ទដើមអូខេកិរិយាសព្ទដើមអ្នកទាំងអស់គ្នាមើលមក can speak can write can drive can sing can cook អូខេឬក៏ can speak can write can drive can sing can cook ចឹងអាកិរិយាសព្ទនៅខាងក្រោយវានឹងអូខេកិរិយាសព្ទទាំងអស់ហ្នឹង
គឺជាកិរិយាសព្ទដើមយើងហៅថា verb based form okay verb based form ពេលខ្លះយើងអាចហៅវាថា infinitive okay ឈ្មោះមួយទៀតហ្នឹងគឺ infinitive okay infinitive right infinitive អញ្ចឹង can បូកជាមួយនឹងកិរិយាសព្ទដើមអ្នកនរគ្នាឃើញហើយមិនថា subject មិនថាប្រធាននឹងជាប្រភេទបែបម៉េចទេ can អត់មានផ្លាស់ប្ដូរទៅណាទេអ្នកនរគ្នាមើលមក I you we they okay I you we they he she it គឺដូចគ្នាទាំងអស់អូខេដូចគ្នាទាំងអស់នៅខាងក្រោយនេះគឺដូចគ្នាទាំងអស់អត់មានថែម s ថែមអីរញ៉េរញ៉ៃទេអូខេហ្នឹងគឺការប្រើប្រាស់ពាក្យ can អូខេពាក្យ can right ហើយ negative របស់ can អូខេ can ប្រែថាអាចឬក៏ចេះអូខេអាចឬក៏ចេះមិនអាចឬក៏មិនចេះ can't cannot right can't ឬក៏ cannot ប្រែថាមិនអាចឬក៏មិនចេះមួយណាក៏បានដែរ can't ឬក៏ cannot អូខេ cannot can't នៅក្នុងភាសាអង់គ្លេសបែបអាមេរិកកាំង can't យើងអានថា can't តែ British can't មិនអាចឬក៏មិនចេះអូខេ cannot ដូចគ្នាហើយពាក្យ cannot នេះគឺសរសេរជាប់គ្នាអញ្ចឹងណាយើងសរសេរវាជាប់គ្នាអញ្ចឹងអូខេ alright ចឹងបើនិយាយថាខ្ញុំមិនចេះនិយាយភាសាអង់គ្លេស I ហើយដាក់មួយមក can ក៏បាន cannot ក៏បាន I can't speak English okay អ្នកនរគ្នាអាចធ្វើបានណា alright ចឹងអ្នកនរគ្នាcomment នៅខាងក្រោមថាអ្នកនរគ្នាអាចធ្វើអ្វីបាននិងមិនអាចធ្វើអ្វីបានអូខេអរគុណច្រើនអ្នកនរគ្នាមេរៀនទាក់ទងនឹងការប្រើប្រាស់ពាក្យ can គឺបញ្ចប់ប៉ុណ្ណឹងយើងនឹងនិយាយគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយទាក់ទងនឹងការប្រើប្រាស់ពាក្យ can ថ្ងៃនេះគឺសូមបញ្ចប់ប៉ុណ្ណឹងអរគុណកុំភ្លេចជួយចុច like subscribe comment អរគុណសូមជម្រាបលាជួបគ្នានៅវីដេអូមេរៀនក្រោយទៀតបាយបាយ